យុវជនងាកមកជិះរថយន្តក្រុងសាធារណៈខណៈប្រេងសាំងឡើងថ្លៃការកើនឡើងថ្លៃប្រេងឥន្ធនៈជាសកលកំពុងជំរុញឲ្យយុវជនកម្ពុជាពិចារណាផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរពីជិះម៉ូតូដោយខ្លួនឯងទៅជិះរថយន្តក្រុងវិញស្ថានភាពនេះបង្ហាញពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់និស្សិតនិងអ្នកធ្វើការដែលមានប្រាក់ចំណូលមធ្យមខណៈពេលតម្លៃប្រេងសាំងឡើងថ្លៃលោករុនដារ៉ាវ៉ាត់ជានិស្សិតជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យ Norton និងជាបុគ្គលិកក្រុមហ៊ុនផងដែរបានប្រាប់ MS ថាសាំងឡើងថ្លៃបានបង្កផលលំបាកជាច្រើនក្នុងការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួនលោករុនដារ៉ាវ៉ាត់បានបន្ថែមថាការជ្រើសរើសជិះរថយន្តក្រុងសាធារណៈធ្វើដំណើរផ្លូវឆ្ងាយក្នុងទីក្រុងគឺជាជម្រើសល្អប៉ុន្តែក៏ផ្ដល់ផលលំបាកដែរដូចជានៅពេលត្រូវការបន្ទាន់ឬប្រញាប់ទោះជាយ៉ាងណាវាជាជម្រើសល្អដោយអាចជួយសន្សំសំចៃនិងកាត់បន្ថយការចំណាយលើថ្លៃសាំងបានមួយផ្នែកលោកសេងហ៊ុយជានិស្សិតជំនាញស្ថាបត្យកម្មម្នាក់ទៀតនៃសាកលវិទ្យាល័យ Norton បានលើកឡើងដែរថារូបលោកធ្លាប់ធ្វើដំណើរដោយរថយន្តក្រុងសាធារណៈជាច្រើនដងមកហើយដោយសារមិនអស់ថវិកាព្រោះតែលោកមានកាតនិស្សិតលោកសេងហ៊ុយក៏បានលើកទឹកចិត្តដល់យុវជនផ្សេងទៀតឲ្យចូលរួមគាំទ្រការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈឲ្យបានច្រើនព្រោះចំណេញច្រើននិងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងផងដែរកាលពីពេលថ្មីៗកន្លងទៅនេះក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីណែនាំមួយដោយលើកទឹកចិត្តដល់បុគ្គលិកអប់រំគ្រូបង្រៀននិស្សិតនិងសិស្សានុសិស្សជ្រើសរើសមធ្យោបាយធ្វើដំណើរសាធារណៈមធ្យោបាយធ្វើដំណើររួមគ្នានិងជ្រើសរើសមធ្យោបាយធ្វើដំណើរដែលប្រើប្រាស់ប្រេងឥន្ធនៈតិចឬមិនប្រើប្រាស់ប្រេងឥន្ធនៈដើម្បីរួមចំណែកសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ